យើងខ្ញុំព្រះករុណាខ្ញុំបាទនាងខ្ញុំសូមវន្ទាក្រាបថ្វាយបង្គំនិងគោរពជំរាបសួរដល់ត្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាលោកគ្រូអ្នកគ្រូនិងមិត្តសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់នាងខ្ញុំសូមគោរពជម្រាបជូនថានៅថ្ងៃទី24ខែឧសភាឆ្នាំ2025ខាងមុខនេះអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះឥន្ទកោសានឹងបើកផ្សារប្រឌិតឡើងវិញផ្សារប្រឌិតគឺជាផ្សារដែលបើកដំណើរការលក់ក្នុងរយៈពេលខ្លីបើកលក់និងបិទទៅវិញនៅក្នុងព្រឹកនោះដដែលតែប៉ុណ្ណោះនៅក្នុងផ្សារនោះផងដែរយើងមានដាក់តាំងលក់ម្ហូបអាហារបង្អែមវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលផលិតផលទាំងអស់នេះធ្វើឡើងដោយស្នាដៃរបស់សិស្សផ្ទាល់ក្រោយពីពួកយើងបានសិក្សាទ្រឹស្ដីពីលោកគ្រូអ្នកគ្រូពីលោកឪពុកអ្នកម្ដាយលើផ្នែកបំណិនជីវិតមូលដ្ឋាននិងមួយចំណែកទៀតស្រាវជ្រាវតាមរយៈបណ្ដាញសង្គមរួមផ្សំផងដែរគោលបំណងដ៏សំខាន់មួយទៀតផងនោះសាលាចង់បង្កើតការជួបជុំដោយក្តីនឹករលឹកត្រង់ឯកឧត្តមលោកជំទាវលោកស្រីអតីតលោកគ្រូអ្នកគ្រូអតីតសិស្សានុសិស្សជារៀមច្បងដើម្បីបង្កើតអនុស្សាវរីយ៍ថ្មីៗបន្ថែមទៀតកុំភ្លេចណាជួបគ្នានៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2025វេលាម៉ោង7ព្រឹកខាងមុខនេះឆាប់សូមជួយគ្រប់គ្រងនិងលើកទឹកចិត្តដល់ផលិតផលយើងខ្ញុំផងសូមអរព្រះគុណនិងសូមអរគុណ
3ទី3 ចេញយកលេខពីអូនមួយមកយកឲ្យបាយណាខ្ញុំមកបាទហើយចាប់ធ្វើឲ្យគេដាក់បាយអូនទុំមួយគ្នានេះអូនអើយអូនអើយអូនអើយយក